ខ្លាំងហ្មងគុំញ៉ាំរសជាតិដើមមកគេយូរប៉ុន្តែទៅកពតជើងមុនអត់ដែរបានញ៉ាំទេនិយាយតាមត្រង់បងអូនខ្ញុំអត់ស្គាល់រសជាតិដើមរបស់នំបញ្ចុកទឹកម្ហិចនឹងមិនទេគាត់ថាខ្ញុំធ្វើតាមគេតាមឯងដែរអញ្ចឹងណាតែគាត់ថារសជាតិនេះគឺខ្ញុំចូលចិត្តហើយចង់ទៅភ្លក់រសជាតិដើមមកគេហ្នឹងគឺទៅចេះតែអត់បានភ្លក់រហូតទៅជើងមុនភ្លៀងហើយឡើងមកធ្វើញ៉ាំទៀតហើយដោយសារតែផ្ដាសាយអត់សូវស្រួលខ្លួនអញ្ចឹងខ្ញុំមកធ្វើជួយចិត្តធ្វើនិយាយទៅនំចុកទឹកម្ហិចហ្នឹងហើយយើងនៅនេះមានតែត្រីសាំបាក់អញ្ចឹងគ្រឿងផ្សំមានតែខ្ទឹមសខ្ទឹមក្រហមគល់ក្រៃហើយគល់ស្លឹកខ្ទឹមហើយនឹងស្លឹកខ្ទឹមដាក់ឲ្យច្រើនជាមួយនឹងម្ទេសខ្មែររបស់យើងណានិយាយថាថ្លាអញ្ចឹងតែទឹកស៊ុបវាគឺជាតិសាហាវហ្មងផ្ដាសាអីដាក់ទៅត្រូវហ្មងហើយសំខាន់ត្រីគឺរសជាតិដូចសាច់មាន់អញ្ចឹងបេះមិនបេះទុយពេកទេធំល្មមទៅយើងស្រួយញិចជាមួយនឹងអំបិលម្ទេសដែលយើងបុកអញ្ចឹងបងអូនហើយឆ្អិននេះទឹកស៊ុបនិយាយថាថ្លាមែនតើនិយាយទៅស្តៀងនំបញ្ចុកសឡខ្ជិះដែរគាត់ថានេះយើងអត់បុកត្រីយើងបេះត្រីអញ្ចឹងណាហើយបន្លែដាក់តាមចំណង់ចំណូលចិត្តទៅខ្ញុំចូលចិត្តល្ហុងចូលចិត្តជីអញ្ចឹងខ្ញុំដាក់ហើយនិយាយពីថាអូយចាប់ចិត្តគ្នាសាហាវហ្មងនំបញ្ចុកទឹកម្ហិចហ្នឹងដាក់ជាមួយនឹងអំបិលម្ទេសហ្នឹងណាពងតាផ្ដាសាយហត់ជាមួយនឹងទឹកស្លក្តៅនិយាយពីថាបែកញើសជោកហ្មងបងអូនអើយចាំមើលថ្ងៃណាតនេកុំទៅសាក់រសជាតិដើមមកគេហ្មងនិយាយថារសជាតិឆ្ងាញ់ធ្វើខ្លួនឯងអញ្ចឹងណា